សម្រាប់ថៃនេះដែរខ្ញុំបាននឹងមកអធិប្បាយអំពីបុគ្គលឬមនុស្សអ្នកមានគ្រូបាជាយពួកទេវតាឬហៅថាអ្នករក្សាដួងព្រលឹងនៃកូនចៅប្រុសស្រីតាមភពតាមឋាននីមួយៗបុគ្គលដែលមានគ្រូបាជាយតាមថែរក្សាការពារគឺជាបុគ្គលដែលមានអំណាចនៃផ្លូវចិត្តខុសពីបុគ្គលឬមនុស្សធម្មតាទូទៅពលគឺមានន័យថាគ្រូបាជាយរបស់គេនៅតាមថែរក្សាការពារឬហៅថាបញ្ជាបង្វាគ្រូភ័យដល់គេគ្រប់វិនិតិតែម្ដងដោយតែឧបនិស្ស័យបនចេះដោយសារតែកម្លាំងបនដែលគេបានផ្សាយបានធ្វើពីអតីតមកគឺធ្វើឲ្យអង្គញានផ្សេងដូចជាអមនុស្សមានគ្រូបាជាយជាដើមឬហៅថាអង្គញាននៃដូនតាពុជពងត្រកូលរបស់គេទាំងខាងម្ដាយខាងឪពុកមកទំនុកបំរុងការពាររក្សាជួយបញ្ជាគ្រោះព្រមទាំងប្រាប់រឿងរ៉ាវហេតុភេទផ្សេងឲ្យគេបានដឹងមុនហើយមានសញ្ញាណពិសេសដែលអាចដឹងនៅផ្នែករាងកាយនិងចិត្តកំណត់នឹងតាមអារម្មណ៍ឲ្យគេបានដឹងទោះបីជាពេលខ្លះមានរឿងអ្វីកើតឡើងមុនក៏ប៉ុន្តែចិត្តកំណត់របស់គេបានគិតដឹងថាមានរឿងរ៉ាវនោះរួចទៅហើយនេះហើយជាវិបត្តិផ្លូវចិត្តដែលអាចវាស់ស្ទង់នៅស្ថានភាពឬក៏រឿងរ៉ាវអ្វីមួយដែលកើតឡើងជាប្រក្រតីសម្រាប់តួអង្គឬអ្នកមានញាណពីអតីតផងនោះនៅពេលដែលមានញាណគ្រូបាជាយតាមថែរក្សាការពារគឺគេតែងតែជួបរឿងល្អឬរឿងភ័យទុកព្រួយណាមួយក៏កើតឡើងហើយស្រាក់ស្រានធូរស្បើយទៅវិញมันមានអ្វីបញ្ហាចោតសម្រាប់បុគ្គលឬខ្លួនគេទេគ្រូបាជាយគឺជាដូនតាឬព្រលឹងវិញ្ញាណអាចសន្សំបារមីពពួកដូនតាថែរក្សាម្ចាស់ទឹកដីធ្លាប់បានបំពោះរៀនក្នុងព្រះពុទ្ធសាសនាជាអ្នកបង្ហាត់បង្រៀនដល់កូនចៅមនុស្សលោកទាំងឡាយទាំងពួងដែលមានឧបនិស្ស័យនឹងខ្លួនឬហៅថាជាគ្រូដើមក៏បានការរក្សារបស់គ្រូបាជាយមិនមែនតែមួយជាតិនោះទេគឺច្រើនជាតិណាស់សម្រាប់បុគ្គលម្នាក់ដោយសារតែពួកគេមានការសន្សំបន់ផ្សាយមេត្តាកុសលដូច្នេះហើយគ្រូបាជាយតាមចំនួននីមួយៗគឺតែងតែមករក្សាការពារខ្លះក៏មានពួកទេវតាសាងបន់ពីមនុស្សទៅខ្លះជាវិញ្ញាណនោះឬភូមិទេវតាដែលរក្សាការពារផ្ទះរបស់គេឬទីទឹកដីដែលគេរស់នៅជាម្ចាស់ទឹកដីផងកាលណាបើឧបនិស្ស័យរបស់កូនចៅដល់នោះការរៀបចំផ្សេងក៏កើតឡើងធ្វើឲ្យគេមានអាការៈដូចជាឧស្សាហ៍ឈឺក្បាលអស់កម្លាំងនៅក្នុងខ្លួនឬមានការមិនសូវសុខស្រណុកកាយមានការឈឺថ្កាត់ផ្សេងកើតឡើងដោយមិនដឹងមុខហើយហៅថាគ្រូបាជាយរកមុខឬគ្រូបាជាយមកគង់នៅជាមួយណាការរៀបចំនោះបានត្រឹមត្រូវល្អហើយនោះអំណាចឫទ្ធិរបស់គ្រូបាជាយជាអ្នកថែរក្សាអស់មនុស្សទាំងឡាយទាំងពួងអាចបណ្ដាលឫទ្ធិបណ្ដាលនូវកម្លាំងបញ្ញាឬបណ្ដាលនូវកម្លាំងផ្លូវចិត្តដល់បុគ្គលជាកូនចៅរបស់ខ្លួនប៉ុន្តែទៅតាមកម្លាំងបុណ្យដែលទទួលបានឬកូនចៅទាំងអស់នោះមានបុណ្យកុសលជាប់ប្រាណដែរប៉ុន្តែបើសិនជាយើងគ្មានបុណ្យកុសលគ្រប់គ្រាន់នោះក៏មិនអាចទទួលយកបាននៅលោកសញ្ញាឬហៅថាការបញ្ជូនចិត្តនៃគ្រូបាជាយរបស់យើងបាននោះទេព្រោះគ្រូបាជាយរបស់មនុស្សម្នាក់គឺមានឫទ្ធិអំណាចកម្លាំងបុណ្យមិនដូចគ្នាទេហើយសុទ្ធសឹងតែជាពពួកទេវតាញាណអង្គបារមីមួយចំនួនធំដែលលោកបានបួសរៀនក្នុងព្រះពុទ្ធសាសនាអស់កាលជាយូរមកហើយដូច្នេះតម្រូវឲ្យកូនចៅរក្សាសិលមានសច្ចៈទៀងត្រង់ហើយលោកក៏ជួយឲ្យមានការចម្រុងចម្រើនធ្វើអ្វីក៏បានសមប្រកបការរៀបសំណុំគ្រូបាជាយនេះគឺបញ្ជាក់ពីការដឹងគុណសេចក្តីកតញ្ញូទៅលើព្រលឹងដូនតាអ្នករក្សាការពារយើងគ្រប់ភពគ្រប់ជាតិមិនមែនតែក្នុងជាតិនេះនោះទេដូច្នេះបុគ្គលណាស់ដែលប្រមាថគ្រូបាជាយរបស់ខ្លួនមិនរៀបចំការគោរពបានត្រឹមត្រូវនោះទេនៅតាមបែបមនុស្សធម្មតាมันអាចទៅជួយយកការបណ្ដាលអារម្មណ៍នៃផ្លូវចិត្តណាមួយដែលដឹងរឿងរ៉ាវហេតុភ័យផ្សេងបានក្នុងទឹកដីមហានគរខ្មែររបស់យើងគ្រូបាជាយគ្រូបាអាចារ្យគ្រូឧបជាអ្នកដែលបង្ហាត់បង្ហាញបំភ្លឺផ្លូវដល់កូនចៅតម្រង់ផ្លូវដល់កូនចៅទាំងឡាយនៅសមាទិដ្ឋិការយល់ត្រូវតម្រង់ក្នុងផ្លូវព្រះពុទ្ធព្រះធម៌ព្រះសង្ឃទើបដូច្នេះបានជាកូនចៅគ្រប់គ្នាតែងតែសុបិននិមិត្តឃើញព្រះសង្ឃក៏ព្រះពុទ្ធអង្គយាងមកឬក៏ការបណ្ដាលមានការបង្ហាញពីព្រះពុទ្ធរូបការគោរពបូជាផ្សេងដើម្បីដាស់តឿនរលឹកដល់កូនចៅគ្រប់តួអង្គទាំងអស់ឲ្យមានការភ្ញាក់រលឹកសាងបុណ្យសាងកុសលបំពេញសិលបំពេញភាវនាយកប្រតនត្រ័យជាទីពឹងទីរលឹកនិងផ្សាយបុណ្យកុសលដល់លោកផងគ្រូបាជាយជាអ្នកបណ្ដាលនូវភាពចម្រុងចម្រើនដល់កូនចៅប្រុសស្រីកាលណាលោកឲ្យពលជ័យនោះសេចក្តីចម្រើននឹងកើតមានឡើងបុគ្គលខ្លះដែលមានកម្មមានទុក្ខទោសត្រូវលំបាកខ្លាំងនោះក៏មានគ្រូបាជាយលោកចេញមកជួយម្ដងម្កាលដើម្បីជួយបណ្ដាលបុគ្គលទាំងអស់នោះបានសាកសានៅរួចផុតពីជីវិតដោយសារមានគ្រោះកាយគ្រោះកម្មដែលត្រូវឆក់យកជីវិតក៏មានបុគ្គលទាំងឡាយទាំងពួងជាអ្នកប្រព្រឹត្តធម៌ជាអ្នកមានសិលពិតប្រាកដនោះ
គ្រូបាជានឹងតាមថែរក្សាការពារជួយឲ្យគេកាន់តែចម្រុងចម្រើនបើយើងរកស៊ីទៀនដោយកម្លាំងកាយកម្លាំងចិត្តប្រព្រឹត្តនៅក្នុងផ្លូវសច្ចៈប្រកបនោះក៏យើងទទួលបានផលផ្លែផ្កាដូចជាគេច្រើនឲ្យទៅមុខជាប់មិនដាច់ភាគច្រើនអ្នកដែលមានគ្រូបាជាតាមថែរក្សាការពារអារម្មណ៍និងផ្លូវចិត្តរបស់គេពេលខ្លះគឺមានការច្បុកច្បល់គិតអ្វីមិនសូវចេញគិតអ្វីមិនសូវយល់ប៉ុន្តែគេធ្វើតាមអំណាចនៃបេះដូងដែលបង្កប់បញ្ជាឬចំណងចំណូលចិត្តរបស់ខ្លួនឯងច្រើននៅពេលខ្លះពួកគេមិនបានគិតអ្វីក៏មានការដឹងក៏មានការយល់អាចដឹងថាអ្វីត្រូវអ្វីខុសអាចដឹងថារឿងរ៉ាវដែលគេកំពុងតែធ្វើនោះមានផលឬអត់ផលក្នុងទង្វើខ្លះៗរបស់កូនចៅពូជពងមនុស្សទាំងអស់គ្នាដែលមានទេវតារក្សាការពារគ្រូបាជាដែលលោកកងនៅនោះគឺប្រសើរថ្លៃថ្លាបវរដោយសារតែសេចក្តីល្អរបស់កូនចៅពីអតីតនិងបុណ្យចាស់ដែលយើងបានសាងមកគឺមានការទ្រទ្រង់បីបាច់រក្សាយើងឲ្យមកបំភ្លឺឬការពារយើងសូម្បីតែគ្រូបាជាក៏លោកត្រូវការបុណ្យកុសលការបំពេញបុណ្យរបស់កូនចៅមុនទើបមានការជួយតម្រែតម្រង់ផ្លូវរបស់កូនចៅបានបុគ្គលដែលមានគ្រូបាជាតាមថែរក្សាការពារឬហៅថាមានសម្ដេចព្រះគ្រូធំជាអ្នកដឹកនាំបំភ្លឺផ្លូវនោះគឺពួកគេតែងតែឈឺក្បាលញឹកញាប់ដោយសារតែនេះជាការបណ្ដាលឲ្យពួកគេមានការប្រើបញ្ញាឬប្រើខួរក្បាលប្រាជ្ញារបស់ខ្លួនឯងនៅក្នុងញាណឲ្យបានច្រើនជាងការសម្រេចចិត្តតាមផ្លូវអារម្មណ៍កាលណាដែលគេគិតច្រើនឬវិភាគពិចារណាតាមផ្លូវអារម្មណ៍ច្រើននោះគឺនឹងធ្វើឲ្យគេឈឺក្បាលទោះបីជាគិតតិចគិតច្រើនយ៉ាងណាក៏ដោយអ្នកដែលមានគ្រូបាជាតាមថែរក្សាការពារគឺលោកតែងតែតម្រង់ឲ្យបុគ្គលទាំងអស់នោះគឺមានប្រាជ្ញាយល់ដឹងពីខ្លួនឯងគិតចេញពីខួរក្បាលរបស់ខ្លួនឯងឬហៅថាគំនិតដឹកនាំខ្លួនឯងយល់ឃើញក្នុងផ្លូវត្រឹមត្រូវមានការវិភាគពិចារណាឬតម្រូវឲ្យយើងសិក្សារៀនសូត្រទៅរកផ្លូវមួយដ៏ត្រឹមត្រូវការឈឺក្បាលជាញឹកញាប់នេះក៏បញ្ជាក់ថាយើងជាបុគ្គលមានញាណដែលមានប្រាជ្ញាញាណគ្រាន់តែយើងមិនទាន់បានបំពេញបុណ្យគ្រប់ឬហៅថាពុំទាន់អាចអូសទាញយកបញ្ញាញាណចាស់ដែលយើងបានសន្សំពីអតីតយកមកគិតយកមកពិចារណាឬមកជួយយើងបានចំពោះការទទួលការគោរពមិនមានសេចក្តីប្រមាថគឺបុគ្គលទាំងអស់រាល់បុគ្គលទាំងឡាយសុទ្ធតែឆ្លាតឆ្លៀសការដែលរស់នៅជាតិជាមនុស្សគឺមានការពឹងពាក់ទៅលើគ្រូបាជាពពួកទេវតាទាំងឡាយដែលលោកមានរិទ្ធឲ្យបណ្ដាលជួយយើងផងប្រើកម្លាំងរបស់មនុស្សផងប្រើប្រាជ្ញាដែលខ្លួនសិក្សារៀនសូត្រផងនោះគឺអ្វីៗនឹងបានជោគជ័យសម្រេចទៅតាមផែនការនិងការចង់បានរបស់យើងគ្រាន់តែយូរហើយនឹងឆាប់ប៉ុណ្ណោះគ្រូបាជាជាអ្នកដឹងមុនថាយើងមានជួបគ្រោះថ្នាក់គ្រោះភ័យអន្តរាយទាំងឡាយទាំងពួងតែងតែដាក់ប្រស្នានិមិត្តដាស់តឿនដល់កូន